strawberry skin ឬក៏ភាសាបច្ចេកទេសហៅថា KP ឬក៏ keratosis pilaris ណាបើយើងមើលទៅលើរោគសញ្ញាដែលលើស្បែកវិញយើងឃើញថាស្បែករបស់គាត់ពកដូចជាផ្លែ strawberry ចឹងឬក៏ខ្មែរយើងនិយាយមកបែបទៀតថាដូចកមាន់ហើយដែលកើតឡើងភាគច្រើនគឺនៅនឹងដើមដៃនៅស្មាឬក៏អ្នកខ្លះកើតដល់នៅកភ្លៅឬនៅជង្គង់នៅកែងដៃអីចឹងទៅហើយកើតឡើងភាគច្រើនគឺនៅលើមនុស្សវ័យជំទង់ហើយបងប្អូនយើងឆ្ងល់ថាអានឹងកើតឡើងដោយសារអីហើយអាចព្យាបាលបានឬក៏អត់បាទមែនតើទៅជំងឺនឹងវាកើតឡើងដោយសារតែគល់រោមរបស់គាត់នឹងស្អិតគល់រោមគាត់ស្ងួតដែលធ្វើឲ្យកោសិកាដែលត្រូវជ្រុះទៅជាក្អែលរាល់ថ្ងៃហ្នឹងដែលនៅគល់រោមរបស់គាត់ហ្នឹងវាអត់ជ្រុះទេអញ្ចឹងវាចាប់ផ្ដើមកកក្តាំងតោងជាប់ជាមួយនឹងគល់រោមនៅពេលដែលគល់រោមហ្នឹងវាចាប់ផ្ដើមដុះឡើងមកវាដោយមកជាមួយទៅវាធ្វើឲ្យពកដល់ពេលដែលណាដែលធំដល់កម្រិតមួយពេលដែលយើងកេះមកវាលបូតមកដូចគ្រាប់មុនអញ្ចឹងប៉ុន្តែអាហ្នឹងមិនមែនជាមុនទេហើយមូលហេតុធំបំផុតដែលធ្វើឲ្យមានបញ្ហាហ្នឹងគឺតាក់ទងជាមួយនឹងស្បែកស្ងួតទី2គឺតាក់ទងជាមួយនឹងកត្តាហ្សែននឹងតែម្ដងបាទន័យថាកាលណាមានហ្សែនប៉ាឬក៏ម៉ាក់ដែលគាត់មានបញ្ហាហ្នឹងកូនគាត់អាចមានបញ្ហានឹងដូចគ្នាប៉ុន្តែដំណឹងល្អនោះគឺថាជំងឺហ្នឹងមិនបង្កឲ្យទៅជាបញ្ហាអីធំដុំដល់សុខភាពទេគ្រាន់តែថាយើងមើលទៅស្បែករបស់យើងរៀងក៏គ្រើមស្បែករបស់យើងអត់សូវស្អាតអីចឹងទៅអញ្ចឹងការព្យាបាលក៏សាមញ្ញដែរគឺទៅប្រើប្រាស់ជាមួយនឹងផលិតផលមួយចំនួនដើម្បីឲ្យស្បែករបស់គាត់មានសំណើមមកវិញអាចជំរុះអាកោសិកាដែលកកស្ទះហ្នឹងទៅស្បែករបស់គាត់ក៏ប្រសើរដែរបាទអរគុណ